តាអ្វីទៅគឺជាកម្មវិធី EB3 កម្មវិធី EB3 គឺជាកម្មវិធីមួយដែលបង្កើតឡើងដោយសភាអាមេរិកតាំងពីឆ្នាំ1990មកម្ល៉េះដោយសារតែខ្វះបុគ្គលិកឥតជំនាញដែលជាជនជាតិអាមេរិកដូច្នេះហើយគឺតម្រូវឲ្យបង្កើតកម្មវិធីនេះដើម្បីជ្រើសរើសបុគ្គលិកឥតជំនាញជុំវិញពិភពលោកចំនួន 10000 នាក់ជារៀងរាល់ឆ្នាំហើយអ្នកទាំងអស់នោះគឺអាចដាក់ពាក្យទៅធ្វើការនៅសហរដ្ឋអាមេរិកបានដោយអត់ជំនាញដាក់ពាក្យតែម្នាក់អាចទៅបានទាំងគ្រួសារហើយចំពោះឯកសារគឺមិនតម្រូវឲ្យច្រើនទេគឺបងប្អូនមានតែលិខិតឆ្លងដែនសមុទ្រកំណើតសភៅគ្រួសារឬសភៅស្នាក់នៅសមត្ថភាពអាពាហ៍អត្តសញ្ញាណប័ណ្ណនិងលិខិតថ្កោលទោសហើយចំពោះអត្ថប្រយោជន៍គឺបងប្អូនដាក់ពាក្យតែម្នាក់គឺបងប្អូនអាចទៅបានទាំងគ្រួសារនិងមានសិទ្ធិរស់នៅជាអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិកចំពោះលក្ខខណ្ឌគឺងាយស្រួលមែនទែនដោយបងប្អូនមានអាយុត្រឹមតែ18ទៅ50ឆ្នាំបងប្អូនមានសញ្ញាបត្របាក់ឌុបឡើងលើបងប្អូនមានប្រវត្តិរស់នៅល្អបងប្អូនមានសុខភាពល្អនិងបងប្អូនចេះភាសាអង់គ្លេសបន្តិចបន្តួចគឺអាចដាក់ពាក្យទៅបានហើយសូមអរគុណ